សួស្តីអ្នកនរគ្នាគឺជាសកម្មភាពខ្លះនៃការធ្វើដំណើរទៅលេងនៅទឹកធ្លាក់អាម៉ាល់តាមផ្លូវដែលខ្ញុំបានធ្វើដំណើរឡើងទៅនឹងគឺយើងបានឃើញនៅទេសភាពស្រស់ស្អាតជាមួយនឹងចំការតរ៉េនសាវម៉ាវក៏ដូចជាចំការចេកជាច្រើនហើយបន្ទាប់មកក៏ឃើញបងប្អូនកសិករគាត់លក់នៅលើអញ្ចឹងណាយើងក៏បានចុចសម្រាប់នៅកន្លែងគាត់បន្តិចដើម្បីធ្វើការថតរូបក៏ដូចជាសម្រាប់ឲ្យមានកម្លាំងតិចយើងធ្វើដំណើរទៅតាមផ្លូវទៀតហើយនៅតាមផ្លូវហ្នឹងក៏មានបងស្រីគាត់លក់គីភេសជ្ជៈក៏ដូចជាផ្លែឈើផ្សេងនៅលើហ្នឹងហើយយើងក៏បានភ្លក់នៅតរ៉េនចំការរបស់គាត់ផ្ទាល់តែម្ដងហើយវាបោះនំតម្លៃវិញគឺសំរុងខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺអត់ថ្លៃទេគឺគាត់ដូចចំការខ្លួនឯងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយកុំភ្លេចឡើងមកញ៉ាំកន្លែងគាត់ផងហើយតរ៉េនរបស់គាត់គឺសាច់ទន់ល្មួតឆ្ងាញ់ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅខាងក្រោយផ្ទះចំការរបស់គាត់ហ្នឹងណាគឺស្រស់ស្អាតខ្លាំងមែនតើហើយពួកយើងបានអង្គុយសម្រាកបន្តិចញ៉ាំអីលេងអង្គុយពិសាគ្នានិយាយគ្នាលេងអញ្ចឹងណាពួកអីមិនងាយបានមកជុំគ្នាអញ្ចឹងទេបន្ទាប់ពីសម្រាកក៏ដូចជាញ៉ាំអីរួចរាល់ពួកយើងក៏បន្តដំណើរទៅមុខបន្តទៀតក្រោយពីប្រើរយៈពេលអស់ជិត40នាទីមកពួកយើងក៏បានធ្វើដំណើរមកដល់នៅរមណីយដ្ឋានទៅធ្លាក់អាម៉ាល់ហើយគាត់ដែលជើងដែលចូលមកភ្លាមគឺមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនក្រោយមកពួកយើងក៏បានមកដល់កន្លែងទឹកធ្លាក់មើលទៅស្រស់ស្អាតជាមួយនឹងបរិយាកាសជុំវិញគឺ fresh ខ្លាំងមែនតើអ្នកទាំងអស់គ្នាមើលទៅកាន់ទៅគឺទំនងខ្លាំងមែនតើអ្នកទាំងអស់គ្នាអារម្មណ៍ពងតាហត់ផងក៏ដូចជាធ្វើដំណើរមកយូរដែរហើយពួកយើងក៏បានផ្ដិតរូបភាពតិចតួចទៅហើយក៏បានងុយទឹកងុយអីលេងចូលចិត្តកន្លះម៉ោងដែរបានពួកយើងត្រឡប់មកវិញអញ្ចឹងណាអ្នកគ្នាត្រូវបានលេងទឹករួចរាល់ពួកយើងក៏បានរៀបចំអីវ៉ាវ៉ាន់ដើម្បីធ្វើដំណើរទៅផ្ទះវិញអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយផ្លេចជួយ follow ឬ like អ្នកមួយផងដើម្បីទទួលបានវីដេអូក្រោយអរគុណបាយបាយ